Ok, sự sau đấy chẳngនៅក្នុងវីដេអូនេះយើងនឹងរៀនតាក់ទងជាមួយនឹងការជួបផ្ទះអញ្ចឹងការជួបផ្ទះអញ្ចឹងភាសាចិនយើងអាចនិយាយថាហ្វាងហ្សឺឈូជូហ្វាងហ្សឺឈូជូអូខេអញ្ចឹងពាក្យហ្វាងហ្សឺយើងបកថាផ្ទះហើយឈូជូយើងបកថាជួលឬក៏ការជួលក៏បានដែរឬក៏សម្រាប់ជួលអញ្ចឹងទៅហ្នឹងហើយអូខេប៉ុន្តែបើយើងចង់និយាយខ្លីយូរហ្មងយើងអាចនិយាយថាជូហ្វាងយូរហ្មងអញ្ចឹងអានឹងយើងបកថាជួលផ្ទះហើយអញ្ចឹងណានេះអាចមើលពាក្យទី1បានជូហ្វាងជួលផ្ទះពាក្យទី2មិញលសើបាននិយាយហើយគឺឈូជូយើងបកថាជួលឬក៏សម្រាប់ជួលឬក៏ការជួលអញ្ចឹងទៅហ្នឹងហើយអូខេទី3តទៅជាមួយនឹងគង់អ៊ីយើងបកថា condo ណាហ្នឹងហើយ condo អូខេអញ្ចឹងភាគច្រើននៅជីងបៀន有很多公寓ហ្នឹងហើយអញ្ចឹងភាគច្រើននៅភ្នំពេញគឺមាន condo ច្រើនណាស់អញ្ចឹងណាអានេះយើងរៀនពាក្យសិននៅខាងក្រោមយើងមានទុយហក់យើងមានការសន្ទនាណាហ្នឹងហើយអញ្ចឹងយើងបន្តទៀតទៅនឹងពាក្យលេខ4យើងមានពាក្យជូជីនយើងបកថាថ្លៃជួលអញ្ចឹងណាហ្នឹងហើយថ្លៃជួលអូខេទី5យើងតទៅជាមួយនឹងយ៉ាជីនយើងបកថាប្រាក់កក់អញ្ចឹងមុននឹងយើងជួហ្វាង我们先支付押金ហ្នឹងហើយអញ្ចឹងយើងមុននឹងជួផ្ទះនេះយើងត្រូវតែបង់ប្រាក់កក់ជាមុនដើម្បីយើងអាច进去អញ្ចឹងណាមិនចូលទៅចែកនាលី生活ចែកនាលីជួអញ្ចឹងណាអាចទៅរស់នៅហ្នឹងអាចទៅស្នាក់នៅហ្នឹងអញ្ចឹងទៅហ្នឹងហើយអញ្ចឹងយើងមានពាក្យ押金អូខេអញ្ចឹងយើងពាក្យមួយទៀតតទៅជាមួយនឹងពាក្យ考虑យើងបកថាពិចារណាឬក៏ជាធម្មតាខ្មែរយើងនិយាយថាការត្រាស់រិះពិចារណាហ្នឹងហើយអញ្ចឹង如果我们想找租房我们可以考虑一下在哪里可以从我们的工作那边近还是远我们可以考虑一下អញ្ចឹងនៅពេលដែលយើងជួបផ្ទះយើងត្រូវតែគិតអំពីតើវានៅជិតកន្លែងដែលយើងធ្វើការឬក៏ឆ្ងាយពីកន្លែងដែលយើងធ្វើការណាដើម្បីងាយស្រួលហ្នឹងហើយអញ្ចឹងយើងអាច考虑一下យើងអាចពិចារណាបន្តិចគាត់នេះ在哪边我们的公司ហ្នឹងហើយអញ្ចឹងតើតើកន្លែងការងារនៅខាងកន្លែងយើងធ្វើការហ្នឹងហើយអញ្ចឹងមួយទៀតតើតើជាមួយនឹងលេខ7អញ្ចឹងបាទប្រហែលជាយើងស្គាល់ប៉ុន្តែនៅពេលដែលយើងរៀនតើតើជាមួយនឹងការជួបផ្ទះវាតែងតែមានពាក្យនឹងមកវិញហើយអញ្ចឹងអត់អីទេពេលនេះយើងច្រឡោះចោលទៅដោយសារនេះក៏ធ្លាប់រៀនដែរស៊ីសោជៀនបន្ទប់ទឹកណាហ្នឹងហើយអូខេហើយចូលដល់លេខ8តើតើជាមួយនឹងអ៊ីជីសអញ្ចឹងអ៊ីជីសជាធម្មតាបន្ទប់គេយើងធ្លាប់តែលើថាវ៉សឬក៏ស៊ុយហ្វាងអីអញ្ចឹងទៅប៉ុន្តែកន្លែងនេះយើងមានពាក្យមួយទៀតគឺជីសអញ្ចឹងកន្លែងនេះលក្ខណៈជារួមមកដោយអ៊ីជីសយើងបកថាបន្ទប់គេមួយហ្នឹងឯងអញ្ចឹងណាហ្នឹងហើយអូខេ是កន្លែងនេះវាអាចមកពីពាក្យ卧室的意思អញ្ចឹង是កន្លែងនេះវាអាចមកពីអត្ថន័យនៃពាក្យ卧室ហ្នឹងឯងអញ្ចឹងណាហ្នឹងហើយអូខេឥឡូវយើងទៅមើលមួយទៀតតទៅជាមួយនឹងផាយអ៊ូគឺសំដៅទៅលើពាក្យផាយមួយម៉ាត់គឺសំដៅទៅលើពាក្យដែលជីជួណាពាក្យអ៊ូគឺសំដៅទៅលើផ្ទះហ្នឹងឯងអញ្ចឹងរសើរបកថាផ្ទះល្វែងគឺវាបែបថាផ្ទះហ្នឹងគឺវានៅជាប់គ្នាអញ្ចឹងទៅហ្នឹងហើយអញ្ចឹងយើងហៅថាផាយអ៊ូហ្នឹងឯងផ្ទះដែលនៅជាប់គ្នាយើងបកចេះបើយើងនិយាយសាមញ្ញភាសាខូចភាសានិយាយហ្នឹងហើយគឺយើងបកបានបែបហ្នឹងឥឡូវចូលដល់ទី10យើងតាក់ទងជាមួយនឹងភីងហ្វាងជាស្រ័យភីងមីអញ្ចឹងភីងមីនេះគឺវាមកពីយើងបកថាម៉ែត្រការ៉េហ្នឹងឯងភីងមីណាហ្នឹងហើយភីងមីគឺម៉ែត្រការ៉េហ្នឹងគឺយើងនិយាយអញ្ចឹងទៅគេយល់ហើយភីងមីអញ្ចឹងទៅម៉ែត្រការ៉េអូខេអញ្ចឹងថ្ងៃនេះយើងមានពាក្យប្រហែលជា10ពាក្យនឹងឯងហើយយើងនឹងមានការ日常用语អញ្ចឹងទៅឬក៏日常生活អញ្ចឹងទៅក៏បានដែរនឹងតែលសើថាពាក្យប្រើប្រាស់ប្រចាំថ្ងៃ日常用语ហ្នឹងណាឥឡូវយើងទៅមើលតិចមកតាឥឡូវទី1គេសួរថា你要租什么样的房子你要租什么样的房子នេះអ្នកយ៉ាវត្រូវការឬក៏ចង់បានជួលនឹងឯង什么យ៉ាងមើលថារូបរាងបែបណាឬក៏យ៉ាងម៉េចអីអញ្ចឹងណាហ្វាងគឺផ្ទះហ្នឹងឯងអញ្ចឹងគេសួរយើងតើអ្នកហ្នឹងចង់ជួលផ្ទះហ្នឹងគឺយ៉ាងម៉េចរូបរាងយ៉ាងម៉េចឬក៏អីអញ្ចឹងណាហ្នឹងគឺបែបហ្នឹងឥឡូវចម្លើយឥឡូវសិស្សដាក់នៅខាងក្រោមហ្នឹង
là dừng tại an định máu của要注意逃逸集市的公寓ចឹងណាចឹងកន្លែងនេះlàដាក់ជា condo វិញចឹងណាអញ្ចឹងខ្ញុំត្រូវការជួល condo បន្ទប់គេងមួយអញ្ចឹងបានថាយើងអ្វីដែលយើងត្រូវការបន្ទប់ឬក៏ផ្ទះហ្នឹងគឺបែបហ្នឹងអញ្ចឹងណាខ្ញុំត្រូវការជួល condo បន្ទប់គេងមួយអញ្ចឹងទៅ condo មួយបន្ទប់គេងមួយអញ្ចឹងទៅអូខេអញ្ចឹងគេសម្ដៅទៅលើ condo ហ្នឹងគឺមានបន្ទប់គេងតែមួយឯងគឺបែបហ្នឹងណាហ្នឹងហើយអូខេ第二ឥឡូវទី2租金多少钱អញ្ចឹងណា租金多少钱អញ្ចឹងគេសួរយើងតើថ្លៃជួលហ្នឹងតើថ្លៃប្រមាណអញ្ចឹងណាអូខេអញ្ចឹងកន្លែងហ្នឹងគេអាចបន្ថែមថា一个月租金多少钱អញ្ចឹងថ្លៃជួលហ្នឹងមួយខែប្រមាណអីចឹងណាឥឡូវយើងប្រាប់គេទៅ一个月100美元តើនេះ一个月100美元អញ្ចឹងគេថាមួយខែគឺតម្លៃ$100អញ្ចឹងណាឬក៏$1ក្នុងមួយខែអញ្ចឹងទៅអញ្ចឹងសម្រាប់ការជួលហ្នឹងអូខេគឺបែបហ្នឹងហ្នឹងហើយអូខេទី3ឥឡូវចូលដល់ទី3តកតងជាមួយនឹង租金包括税费电费煤气费用吗អីចឹងទៅ租金包括税费电费煤气费用吗អីចឹងទៅអញ្ចឹងគេសួរយើងឯងតើថ្លៃជួលហ្នឹងវារួមបញ្ចូលទាំងថ្លៃទឹកថ្លៃភ្លើងថ្លៃការប្រើប្រាស់ហ្គាសនឹងដែរអត់អីចឹងណានឹងគេសួរយើងបែបហ្នឹងហ្នឹងហើយអញ្ចឹងឥឡូវយើងឆ្លើយទៅយើងថាម៉េចនេះខាងក្រោមនេះណា只包括电费不包括水费不包括煤气费用អីចឹងទៅអញ្ចឹងគេប្រាប់យើងថាអ្វីដែលគេជួយយើងបានឬក៏អ្វីដែលគេរួមបញ្ចូលដល់អ្វីដែលគេបានជួយយើងណាយើងនិយាយស្រាប់ទៅអ្វីដែលគេជួយយើងអ្វីដែលគេមិនគិតថ្លៃពីយើងគឺមានតែថ្លៃគេថ្លៃភ្លើងឯងតែពេលថ្លៃទឹកគេអាចបានជួយយើងឯងហើយថ្លៃហ្គាសដែលយើងប្រើប្រាស់ក៏គេអាចបានជួយយើងដែរអញ្ចឹងណាហ្នឹងហើយជឿបើនិយាយស្រាប់ទៅបើខួតហ្នឹងគឺយើងបានបកប្រែថារួមបញ្ចូលអញ្ចឹងណាបើខួតរួមបញ្ចូលហ្នឹងហើយអូខេនៅខាងលើមានទេបើខួតមានអត់បើខួតលសាមិនបកប្រែហើយអញ្ចឹងពាក្យបើខួតយើងបែរថារួមបញ្ចូលណាហ្នឹងហើយអូខេហ្នឹងហើយអូខេtiền phí នេះគឺថ្លៃភ្លើងហើយ水费ថ្លៃទឹកអូខេពុបើខួតហ្នឹងគឺมันរួមបញ្ចូលអញ្ចឹងណាមេឈីនេះគឺហ្គាសហ្វៃយ៉ុងហ្នឹងការប្រើប្រាស់ថ្លៃប្រើប្រាស់ណាហ្គាសហ្នឹងហើយអូខេអញ្ចឹងអានេះគឺលសដឹងថាតាម condo មួយគេគិតយ៉ាងម៉េចទេប៉ុន្តែអានេះគឺជាគ្រាន់តែជាការឧទាហរណ៍ឯងអញ្ចឹងកន្លែងខ្លះបើគេជួយបានទាំងអស់ក៏គេជួយទៅបើមិនជួយបានទាំងអស់ក៏តាមនឹងទៅអញ្ចឹងណាអាហ្នឹងបើមិនខោលីអញ្ចឹងយើងអាច先考虑一下អញ្ចឹងទៅយើងអាចគិតស្មើសិនណាពិចារណាសិនទៅអូខេចូលដល់ទី5តទៅជាមួយនឹង公寓带厨房和卫生间ទៅបាទអូខេអញ្ចឹងកន្លែងនេះ condo ណាអូខេអានេះយើងសួរគេតើ condo ហ្នឹងមានទាំងផ្ទះបាយមានទាំងបន្ទប់ទឹកឲ្យយើងអត់អីចឹងណាអញ្ចឹង condo ខ្លះគឺអត់មានឲ្យទេបើន័យថាបន្ទប់ទឹកផ្សេងទៅផ្ទះបាយផ្សេងទៅយើងចង់ធ្វើអីគឺធ្វើនៅក្នុង condo យើងយកមកអត់មានប្រើខួរឲ្យយើងទេអត់មានរួមបញ្ចូលឲ្យយើងទេអត់មានជួយឲ្យយើងទេអញ្ចឹងណាអញ្ចឹងអានេះគឺជាសំណួរយើងអាចសួរគេបានអញ្ចឹងគេឆ្លើយទៅប្រើខួរអញ្ចឹងបើកន្លែងនឹងសុទ្ធតែជួយយើងបានទាំងអស់អញ្ចឹងគេនិយាយអញ្ចឹងមកប្រើខួរប៉ុន្តែបើគេមិនជួយយើងយើងអាចនិយាយថាមេប្រើខួរស្អីក៏គេអាចបានជួយយើងដែរតែបើគេជួយយើងអីកន្លែងណាមួយយើងនិយាយដូចខាងលើហ្នឹងទៅនេះ只包括电费不包括水费不包括煤气费用អីចឹងទៅអានោះបើគេជួយយើងខ្លះមិនជួយយើងខ្លះយើងនិយាយឲ្យច្បាស់ចឹងទៅអញ្ចឹងណាដើម្បីឆ្លោះគ្នាមុនភាសាជាងឆ្លោះគ្នាក្រោយអូខេឥឡូវយើងចូលដល់ទី6តកតងជាមួយនឹងយើងសួរណាហ្នឹង你认识房东的吗你认识房东的吗តើអ្នកស្គាល់ម្ចាស់ផ្ទះអត់អីអញ្ចឹងណាហ្នឹងហើយឬក៏យើងអាចសួរ你认识房东的电话号码吗អីចឹងទៅតើអ្នកស្គាល់លេខទូរស័ព្ទម្ចាស់ផ្ទះអត់អីចឹងណា我想租房子អីចឹងទៅខ្ញុំចង់ជួលផ្ទះ我想租公寓អីចឹងទៅខ្ញុំចង់ជួល condo 我想租房屋ខ្ញុំចង់ជួលផ្ទះល្វែង什么什么的អីចឹងទៅហ្នឹងហើយអញ្ចឹងកន្លែងនេះគាត់ថាម៉េចថា是房东អូខេ
kết dương prap quật lại tới ô tô dương kỹ sư dương phim này là sư phạm tổng tâm tại đây có trả tiền ắt ấy sau khi nắng thông sử phạm tổng gì cần vợ chạy ý chỉ còn nơi mùi dương đá cho dương prap quật đón tới 我们就告诉他是房东那个គាត់គឺជាម្ចាស់ផ្ទះយល់មកទៅទី7យើងសួរទៀតហើយអូខេមានសួរទេអានេះយើងលក្ខណៈយើងប្រាប់គាត់ណា他有移动房啊他有移动房子យើងដាក់字ផងទៅសូមសរសេរថែមនេះសិន房子ឈូជួអញ្ចឹងទៅគាត់មានបើថាមានតែមួយខ្នងសម្រាប់ជួលអញ្ចឹងណាហ្នឹងអញ្ចឹងលសធ្លាប់បកប្រែឲ្យថាឈូជួគឺជួលឬក៏សម្រាប់ជួលអញ្ចឹងទៅអញ្ចឹងគាត់ថាគាត់មានផ្ទះមួយខ្នងសម្រាប់ជួលអញ្ចឹងណាអានេះស្រាំងជួលទៅមកអញ្ចឹងទៅអានេះកន្លែងនេះស្រាំងជួលទៅមកតែអ្នកចង់ជួលអត់ហើយម្នាក់ហ្នឹងគេនិយាយថាវ៉ាស្រាំងជួលទៅអញ្ចឹងយើងប្រើពាក្យទៅដើម្បីអីដើម្បីសង្កត់ធ្ងន់ទៅលើស្ថានភាពពិតថាអូយើងពិតជាចង់ជួលពិតមែនអញ្ចឹងណាហ្នឹងអញ្ចឹងយើងប្រើសង្កត់ធ្ងន់ទៅពាក្យទៅហ្នឹងវ៉ាស្រាំងជួលទៅអូខេចុះដល់លេខ9គេសួរយើងទៀតហើយ你有房子出租的吗ចឹងខុសគ្នាត្រង់កន្លែងនេះថាយើងមានផ្ទះមួយខ្នងតែកន្លែងនេះយើងសួរជាទូទៅយើងមិនបញ្ជាក់ឲ្យច្បាស់ថាមានប្រហែលខ្នងទេអីចឹងទៅអញ្ចឹងយើងសួរគេនេះស្រាំងជូជាស្រ័យ你有房子出租的吗តែអ្នកមានផ្ទះសម្រាប់ជួលអត់អញ្ចឹងណានេះលក្ខណៈជា客人来想租我的租房អញ្ចឹងទៅ我的房子អញ្ចឹងទៅហ្នឹងចឹងមកជួលផ្ទះរបស់យើងអញ្ចឹងណាអញ្ចឹងគេអាចសួរអញ្ចឹងតើយើងនឹងមានផ្ទះឲ្យគេជួលអត់អញ្ចឹងណាឥឡូវយើងនិយាយប្រាប់គេទៅ我有房子出租អញ្ចឹងយើងមានផ្ទះសម្រាប់ឲ្យជួលយើងនិយាយបែបនេះណាយើងមានផ្ទះសម្រាប់ឲ្យជួលហ្នឹងហើយអញ្ចឹងឥឡូវយើងចូលដល់ទី10នេះគឺបើថាជាពាក្យផ្សេងមិនសូវជាតាក់ទងទេប៉ុន្តែដោយសារគាត់ថាវាជាចំណុចសំខាន់ដែរចឹងដោយសារដាក់ឲ្យយកមកទៅហ្នឹងហើយឥឡូវយើងចូលដល់មួយចុងក្រោយអូខេនៅទៀតតាមានមួយចុងក្រោយទេហើយតែមើលតិចមកតា你有土地出租的吗ហ្នឹងហើយ你有土地出租的吗អញ្ចឹងភាគច្រើនបើគេមិនចង់គេដាក់ជួលទេគេដាក់ជួលដីម្ដងអញ្ចឹងតើអ្នកមានដីយើងជួលអត់អីចឹងណាយើងចង់ជួលដីនឹងសម្រាប់ទៅធ្វើអាជីវកម្មរបស់យើងផ្សេងអញ្ចឹងណាហ្នឹងហើយគេអញ្ចឹងយើងអាចសួរគេអញ្ចឹងទៅ你有土地租出的吗តើអ្នកមានដីឲ្យយើងជួលអត់អីចឹងណាហ្នឹងហើយឥឡូវយើងប្រាប់គេទៅ我没有土地出租的我没土地出租的អញ្ចឹងទៅខ្ញុំអត់មានដីសម្រាប់ឲ្យជួលទេបែបហ្នឹងណាតែបើយើងមានយើងនិយាយទៅ我有土地出租的តែណាកន្លែងនេះបើយើងបដិសេធយើងមិនដាក់តក៏បានដែរយើងលុបតក៏បាត់ចោលទៅហើយក៏មិនដាក់នេះដែរយើងដាក់អានយកមក我没有土地出租ហ្នឹងហើយយើងនិយាយចឹងតែម្ដងទៅណាហ្នឹងហើយអូខេទី11តាក់ទងជាមួយនឹងបើយើងចង់សួរគេតាក់ទងជាមួយនឹងផ្ទះហ្នឹងមានប៉ុន្មានម៉ែត្រការ៉េអញ្ចឹងយើងចង់សួរគេថាម៉េចទៅអញ្ចឹងភាសាចិនយើងអាចនិយាយថា这套房子有多少平米这套房子有多少平米តើផ្ទះមួយខ្នងហ្នឹងតើផ្ទះមួយហ្នឹងមានប្រមាណម៉ែត្រការ៉េអានេះយើងសួរគេច្បាស់មកយើងទៅនៅតើផ្ទះប៉ុណ្ណឹងវាមានម៉ែត្រការ៉េបានតម្លៃប៉ុណ្ណឹងអីចឹងណាឥឡូវម្ចាស់ផ្ទះគេប្រាប់យើងណា这套房子有ចានេះយើងនិយាយលេខធម្មតាទៅ45平米អញ្ចឹងណា这套房子有45平米អញ្ចឹងតែមួយខ្នងហ្នឹងគឺមានចំនួន45ម៉ែត្រការ៉េអញ្ចឹងណាអូខេគឺបែបហ្នឹងអូខេចុះដល់ទី12តកតងជាមួយនឹងនៅពេលដែលយើងនិយាយអីគេមួយហើយអញ្ចឹងណាហើយយើងអាចសួរគេតទៀតអីចឹងទៅ我的账单包括服务费了吗អញ្ចឹងណា我的账单包括服务费了吗账单គឺវិក័យប័ណ្ណចាវិក័យប័ណ្ណរបស់ខ្ញុំហ្នឹងបានរួមបញ្ចូលថ្លៃសេវាកម្មហើយនៅពេលដែលយើងទៅជួលផ្ទះឬអីធ្វើសេវាកម្មប្រតិបត្តិផ្សេងហ្នឹងយើងគេគិតលុយយើងណាអញ្ចឹងណាអញ្ចឹងយើងអាចសួរគេត្រង់កន្លែងហ្នឹងដែរក្រែងលោកគេមិនតន់គិតទេគេគិតយើងក្រៅមួយតង់ទៀតអញ្ចឹងយើងសួរគេច្បាស់សិនទៅហ្នឹងហើយអូខេអញ្ចឹងឥឡូវគេប្រាប់យើងវិញ你的账单还没有包括服务费អញ្ចឹងណាជាងថាកែបាត់របស់យើងនៅមិនតន់រួមបញ្ចូលទាំងថ្លៃការសេវាកម្មអីទាំងអស់ហ្នឹងទេអញ្ចឹងណាហ្នឹងហើយអូខេ
bờ dương rụp mình trôi hết rồi dương đã rụp mình trôi từ giờ anh gì than ní tờ chẳng tan bảo của phụ phây là ở chính từ cứ bài nắng này ok lấy dương chỗ đâu một tiết tồn tí đập bảy cái số dương tí đấy 你想买什么样的土地 ok cái nàyคือlà sao cái tại vì sầm khăn là sao đại thằng ở tới để sao vì việc quan khi chúng mình có thể ấy chẳng đài thế này này để khác trong chụp test ở trong lục test ấy dương đó dương ảnh lộ thật đây chẳng tới cái chỗ đây chúng ta 你想买什么样的土地 ta để trong tỉnh đâyประเภทอย่างไม่đầy đủ riêngอย่างไม่đầy mà chỉ chắc nè này lấy giờ anh slide tam nâng tới này ok 我到的我想买大一点的土地จึงtrong tỉnh đầy đến thổ địaจึง ok ឬក៏បើយើងចង់ប្រាប់គេច្បាស់ក៏ប្រាប់តាមហ្នឹងទៅខ្ញុំចង់ទិញដីប្រហែលម៉ែត្រការ៉េទិញដីប្រហែលម៉ែត្រការ៉េយើងប្រាប់តាមហ្នឹងទៅឧទាហរណ៍យើងចង់ទិញដី20ម៉ែត្រការ៉េអញ្ចឹងណាអញ្ចឹង我想买20平米的土地អញ្ចឹងទៅអញ្ចឹងណាគឺបែបហ្នឹងអូខេឥឡូវទៅដាក់អីចឹងទៅ我想买លេខដាក់យកមក平米的土地ដាក់ហ្នឹងមិនណាខ្ញុំចង់ទិញដី20ម៉ែត្រការ៉េអញ្ចឹងទៅសម្រាប់ធ្វើអីចឹងណាអូខេតើតើមួយទៀត我想跟你交换一下你的想法អូខេអញ្ចឹងកន្លែងនេះគឺជាការបន្ថែមឲ្យទេបើថាឥឡូវសិនគាត់ថាវាតទៅដែរកន្លែងនឹងការទិញជួបផ្ទះតែពេលដែលយើងចង់ទិញអីយើងអាចសួរយោបល់ណាគេអីចឹងណា我想跟你交换一下你的想法交换ការផ្លាស់ប្ដូរ想法គំនិតអញ្ចឹងខ្ញុំចង់ផ្លាស់ប្ដូរគំនិតរបស់អ្នកបន្តិចបើន័យថា我想跟他讨论一下យើងចង់ពិភាក្សាជាមួយគាត់ណាចង់ផ្លាស់ប្ដូរគំនិតហ្នឹងឯងអូខេហើយពាក្យមួយចុងក្រោយកន្លែងនេះគឺសិក្សាថាវាសំខាន់ដែរហើយជាងកងអ៊ីជាងផ្ទះដែលយើងអាចមើលឃើញទេសភាពសមុទ្រណាអញ្ចឹងពេលខ្លះយើងចង់បានផ្ទះដែលចិត្តផ្ទះកន្លែងសមុទ្រដែរអញ្ចឹងណាអញ្ចឹងកន្លែងហ្នឹងគឺ fresh មកហ្នឹងហើយ很新鲜អញ្ចឹងណាអូខេ今天我们的课只到这里了ហ្នឹងហើយ OK 如果你有什么问题可以问老师对ហ្នឹងហើយអូខេអញ្ចឹងមេរៀនរបស់យើងគឺមានតែប៉ុណ្្នឹងឯងថ្ងៃហ្នឹងហើយបើសិនជាមកលេខអាចឆាសួរនៅសបានអូខេ再见以后见